ខ្ញុំចែកបងប្អូននៅរូបមន្តដែលខ្ញុំធ្វើជ្រក់គល់ខ្ទឹមឲ្យស្រួយសើបហើយរសជាតិវាជូរប្រៃផ្អែមល្មមឆ្ងាញ់ចំពោះវិធីធ្វើដំបូងយើងត្រូវមានស្លឹកខ្ទឹមលាងសម្អាតវាឲ្យស្អាតហើយយើងកាត់វាយកតែផ្នែកគល់លេប្រវែងដូចឲ្យខ្ញុំបង្ហាញជូនបងប្អូននៅក្នុងវីដេអូហ្នឹងទេហើយបន្ទាប់មកគឺយើងធ្វើទឹកជ្រក់ហ្នឹងខ្ញុំបានយកស្ករត្នោតយើងចំនួន1ខាំយកមកកូរវាបងប្អូនចាកូរវាឲ្យឡើងឈ្ងុយដូចយើងកូរជាមួយនឹងស្ករធ្វើខអញ្ចឹងកូរវាឲ្យឡើងក្រហមឈ្ងុយហើយយើងចាក់ទឹកចូលសម្រាប់ទឹកនេះគឺខ្ញុំប្រើទឹកចំនួនកន្លះលីត្រហើយនៅពេលដែលចាក់ទៅឃើញស្ករហ្នឹងឡើងដូចស្ករតាំងម៉ែអញ្ចឹងប៉ុន្តែមិនបាច់បារម្ភទេបងប្អូនងាស់តាំងតិចទៅវានឹងរលាយហើយខ្ញុំបន្ថែមអំបិលខ្ញុំបន្ថែមម្លភាខ្ញុំរៀងធំដែរចាហើយបន្ទាប់មកគឺខ្ញុំដាក់ទឹកនឹងឲ្យពុះម្សៅទៀតហើយបន្ទាប់មកទៀតគឺយើងយកគល់ខ្ទឹមដែលយើងបានហាន់ហើយនឹងសម្រាប់ទឹកស្ងួតហើយនឹងដាក់ចូលទៅក្នុងកឡបងប្អូនគួរតែប្រើជាមួយនឹងកឡកែវដោយសារយើងចាក់ទឹកដែលយើងដាំហើយមកហ្នឹងនៅក្តៅហ្នឹងគឺយើងចាក់បញ្ចូលតែម្ដងចាបន្ទាប់ពីយើងចាក់បញ្ចូលហើយខ្ញុំចាយកលភាខ្ញុំរៀងជាកត់វាទៅឲ្យចូលហើយបន្ទាប់មកខ្ញុំក៏បានយកថង់ជ្រក់ទឹកដើម្បីដាក់ចង្កត់ពីលើទៀតដើម្បីឲ្យខ្ទឹមហ្នឹងវាចូលនៅក្នុងទឹកទាំងអស់ណាហើយបន្ទាប់មកគឺយើងទុកក្នុងតាបាយយើងចោលទៅវាអាចរយៈពេល4ថ្ងៃ5ថ្ងៃទៅតាមស្ថានភាពផ្ទះយើងដោយបើខ្ញុំទុករយៈពេល5ថ្ងៃគឺជូរល្មមឆ្ងាញ់5ថ្ងៃហ្នឹងដោយសារនៅក្នុងផ្ទះខ្ញុំស្ថានភាពវាជាង20អង្សាវា22អង្សាដល់អញ្ចឹងទៅវាចំណាយពេលដល់5ថ្ងៃអញ្ចឹងបងប្អូនអាចភ្លក់មើលមុនហ្នឹងណាចាំមុនពេល5ថ្ងៃយើងអាចមើលជ្រក់យើងប្រែពណ៌អញ្ចឹងទៅអាហ្នឹងគឺយើងបើកមើលទៅហើយឆ្ងាញ់មែនតើបងប្អូនស្រួយសឹបជូរអែមប្រៃគឺរសជាតិល្មមមិនបាច់ថែមគ្រឿងអីទាំងអស់ញ៉ាំតែខ្ទឹមនឹងទទេក៏ឆ្ងាញ់ដែរមានសាច់គោងៀតមានត្រីអាំងអីមួយទៀតហត់តែអែមញ៉ាំមួយហើយចាំញ៉ាំមួយទៀតมันอยู่ចិត្តជូរប្រៃល្មមអត់ប្រៃខ្លាំងទេមានជាតិផ្អែមបាច់លាយអីញ៉ាំតែប៉ុណ្ណឹងក៏ឆ្ងាញ់ដែរ